ហើយខ្ញុំនឹងលើកមេត្តាមេរៀនមួយចំណុចដែលសង្ឃឹមថាវានឹងជួយដល់អ្នកទាំងអស់គ្នាអញ្ចឹងមេត្តាមេរៀនមួយចំណុចមួយនោះគឺពាក់ព័ន្ធជាមួយនឹងម៉ោងដែលម៉ោងល្អសម្រាប់ផុសនៅលើ TikTok អញ្ចឹងចំពោះម៉ោងវាអាចបានថាយើងមិនអាច stabilize ដូចនៅក្នុងមេត្តាមេរៀននឹងបានទេពេលខ្លះវាទៅតាម content ទៅតាមពេលវេលាឬក៏ទៅតាម account របស់អ្នកទាំងអស់គ្នាក៏ប៉ុន្តែយើងមានជាវិធីច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអាចទី1នៅពេលអ្នកទាំងអស់គ្នាចាប់ផ្ដើមដំបូងអ្នកទាំងអស់គ្នាអាចធ្វើទៅលើគេហៅថាទៅតាមអីដែលនៅក្នុងមេរៀនរបស់យើងបាន set up ហ្នឹងដូចថាឥឡូវនេះគឺនៅក្នុងមេត្តាមេរៀនរបស់យើងកន្លែងចំណុចម៉ោងល្អសម្រាប់ post លើ TikTok ហ្នឹងគឺចំណុចបានថាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងអំឡុងពេលព្រឹកយើងអាច post ចន្លោះពីម៉ោង6ទៅដល់ម៉ោង9ព្រឹកបាទអញ្ចឹងអំឡុងពេលហ្នឹងគឺមនុស្សភ្នាក់អាចត្រូវអត់ហើយក៏ចាប់ផ្ដើមប្រើទូរស័ព្ទដែរបាទអញ្ចឹងយើងអាចទី1យើងអាចតេស្តមើលបាទពីពេលព្រឹករហូតដល់ម៉ោង6ដល់ម៉ោង9យើងតេស្តមើលមួយអាទិត្យឬក៏ប្រហែលថ្ងៃសិនបាទបន្ទាប់មកទៀតយើងតេស្តមើលថ្ងៃត្រង់បាទយើងអាចផុសថាឥឡូវយើងច្រឡំថាយើងផុសហូតដល់ពេលព្រឹកឡើងម៉ោង9ដល់ម៉ោង9ហ្នឹងយើងផុសពីម៉ោងពី2ឬក៏3វីដេអូចោះតែយើងអាចប្រឡងគ្នាហូតដល់5 10នាទី20នាទីយើងផុសម្ដងចោះក្រោយមកទៀតថ្ងៃត្រង់យើងអាចផុសម៉ោង11កន្លះដល់ម៉ោង13ព្រោះពេលហ្នឹងសម្រាប់ពេលបាយហើយបាយថ្ងៃត្រង់អញ្ចឹងនៅក្នុងមេរៀនរបស់យើងក៏យើងបានប្រាប់ដែរថាcontent ណាដែលយើងផុសម៉ោងប៉ុណ្ណាអញ្ចឹងទៅបាទអញ្ចឹងចន្លោះពេលយប់ម៉ោង19ដល់ម៉ោង22ពេលហ្នឹងភាគច្រើនមនុស្សគឺសម្រាប់នៅផ្ទះអញ្ចឹងម៉ោងទាំងអស់ហ្នឹងគឺល្អមែនតើអ្នកនរគ្នាអាចធ្វើការសម្រុកផុសក៏ប៉ុន្តែយើងបានថាយើងកុំសម្រុកផុសក្នុងមួយថ្ងៃ10 20វីដេអូអីកុំយើងអាចនេះទៅបាទហើយភាគច្រើនយើងផុសវីដេអូណាយើងខ្លីៗឬកុំអីវែងខ្លាំងពេកហើយចំពោះសៅរ៍អាទិត្យបាទសៅរ៍អាទិត្យព្រឹកអ្នកនរគ្នាអាចផុសធ្វើការផុសពីម៉ោង8ដល់ម៉ោង10ឬក៏ម៉ោង1 ដល់ 10ចុះហើយចំពោះថ្ងៃត្រង់ចន្លោះម៉ោង2ដល់10ដល់ម៉ោង2ហើយចំពោះពេលយប់ពីម៉ោង18ដល់ម៉ោង22កន្លះព្រោះពេលហ្នឹងគឺមនុស្សកំពុងតែមនុស្សជាច្រើនសម្រាប់អញ្ចឹងណាបាទអូខេអញ្ចឹងតកតងជាមួយនឹងខាងក្រោមនេះយើងឃើញមានកលឹះបន្ថែមអញ្ចឹងអ្នកនរគ្នាអាចធ្វើការសាក់លបងផុសជា3ពេលបាទ3ពេលហ្នឹងខ្លះណាហើយដើម្បីមើលថាវីដេអូណា reach engagement ខ្ពស់ជាងគេហើយយើងអាចឧស្សាហ៍ឆែកមើល TikTok Analyze បាទប្រភេទដូចខ្ញុំបានផុសនៅលើវីដេអូកន្លងមកហើយដើម្បីមើលថាអ្នកតាមដានហ្នឹងវាសកម្មបំផុតហ្នឹងម៉ោងប៉ុណ្ណាម៉ោងប្រហែលបាទហើយខ្ញុំឧទាហរណ៍ដូចជាចន្លោះម៉ោង5ម៉ោង6ដូចថាឥឡូវថ្ងៃច័ន្ទថ្ងៃសុក្រមនុស្សធ្វើការអញ្ចឹងម៉ោង5ម៉ោង6ហ្នឹងមនុស្សចាប់ផ្ដើមចេញពីធ្វើការអញ្ចឹងភាគច្រើនមនុស្សកំពុងធ្វើដំណើរអញ្ចឹងពេលហ្នឹងយើងអាចកុំតន់អាផុសបាទហើយតកតងជាមួយនឹងវីដេអូយើងអាចធ្វើការផុសវីដេអូដូចថាវីដេអូសើចវីដេអូកំសាន្តអាចផុសពេលយប់ល្អជាងបាទហើយចំពោះវីដេអូអប់រំឬក៏ព័ត៌មានអាចផុសពេលព្រឹកឬក៏ពេលថ្ងៃវាល្អជាងបាទហើយដឹងហើយពាក់ព័ន្ធជាមួយអ្នកដែលគាត់ប្រើប្រាស់បង្កើត account ថ្មី account TikTok ខ្ញុំតែងតែឲ្យជំរើសបានថាអ្នកទាំងអស់គ្នាអាចធ្វើការឧទាហរណ៍អ្នកទាំងអស់គ្នាធ្វើជា content ឧទាហរណ៍ធ្វើជាវីដេអូណែនាំផ្ដល់ជាសុភាសិតផ្ដល់ជាចំណេះដឹងដល់អ្នកដែលគាត់លេង TikTok អញ្ចឹងខ្ញុំតែងតែថាឲ្យអ្នកទាំងអស់គ្នាធ្វើការ boost ល្អជាងមិនបាច់ពឹងផ្អែកទៅលើ view post TikTok directទេបាទអញ្ចឹងនៅក្នុងមេរៀនរបស់យើងក៏យើងមានបន្ថែមក៏យើងមានដាក់ចូលនៅក្នុងការគេហៅថារបៀបនៃការអ្វីទៅជាហុកបាទជាហុកហ្នឹងរបៀបម៉េចបាទអញ្ចឹងខ្ញុំ detail មេរៀនក្រោយបាទអញ្ចឹងយើងចាំរងចាំស្ដាប់នៅមេរៀនក្រោយដែលខ្ញុំបាន detail ពាក់ព័ន្ធជាមួយនឹងហុកអ្វីទៅជាហុកហើយ technique ផ្សេងបាទ